នៅតំបន់ជួរភ្នំដងរែកដែលជាព្រំប្រទល់កម្ពុជាថៃខ្យល់ជំនោរត្រជាក់បានបក់បោកមកប៉ះផ្ទៃមុខដល់សតុនរបស់បុប្ផាគ្រូបង្រៀនស្ម័គ្រចិត្តដែលទើបមកដល់ថ្មីនាងបានសម្រេចចិត្តចោលទីក្រុងដ៏ស៊ីវិល័យដើម្បីមកចែករំលែកចំណេះដឹងដល់ក្មេងៗនៅតំបន់ដាច់ស្រយាលនេះរសៀលមួយមេឃចាប់ផ្ដើមខ្មៅងងឹតព្យុះភ្លៀងបានធ្លាក់មកយ៉ាងខ្លាំងធ្វើឲ្យម៉ូតូកញ្ចាស់របស់បុប្ផាបានខូចកណ្ដាលផ្លូវលំដែលមានតែព្រៃស្ងប់ស្ងាត់ខណៈពេលនោះដែរដែលកំពុងតែមានភាពភ័យខ្លាចសំឡេងឡានកញ្ចាស់ត្រីឆ្លូញមួយគ្រឿងក៏បានចុះក្បែរនាងបរិមម្នាក់ក្នុងឯកសណ្ឋានយោធារៀងខ្ពស់ស្រឡះនឹងទឹកមុខមើងម៉ាត់តែពោពេញដោយភាពរាក់ទាក់ក៏បានចុះមកអ្នកគ្រូម៉ូតូកាត់អីមែនទេហ្នឹងឆាប់ឡើងឡានសិនទៅភ្លៀងខ្លាំងណាស់នោះហើយជាសម្លេងរបស់វីរៈមេបញ្ជាការកងអនុសេនាតូចប្រចាំតំបន់នោះជំនួបដំបងក្របដំណក់ទឹកភ្លៀងបានក្លាយជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងរវាងអ្នកការពារដែនដីនិងអ្នកបណ្ដុះចំណេះដឹងពេលវេលាជាតែកន្លងផុតទៅវីរៈតែងតែឆ្លៀសពេលពីការដើរល្បាតដើម្បីមកមើលសាលារៀននិងជួយជួសជុលតុកទូដែលបានបែកបាក់ក្នុងសាលារៀនផងដែរពីមួយថ្ងៃទៅមួយថ្ងៃភាពស្និទ្ធស្នាលបានធ្វើឲ្យអ្នកទាំងពីរយល់ចិត្តគ្នាថ្ងៃមួយវីរៈក៏បានបេះផ្កាអ័រគីដេព្រៃមួយទងដែលដុះនៅលើផ្ទាំងថ្មមកជូនបុប្ផារិទ្ធពលថាផ្កានេះដុះនៅកន្លែងគ្រោះថ្នាក់ណាស់ប៉ុន្តែវានៅតែរីកយ៉ាងស្រស់ស្អាតវាដូចជាអ្នកគ្រូអញ្ចឹងទោះជាលំបាកយ៉ាងណាក៏ដោយនៅតែមានស្នាមញញឹមដើម្បីក្មេងៗជានិច្ចបុប្ផាទទួលផ្កាទាំងទឹកមុខក្រហមព្រឿងក្តីស្រឡាញ់របស់ពួកគេមិនមែនជាការដើរលេងក្នុងផ្សារទំនើបឬញ៉ាំអាហារហាងថ្លៃៗទេតែជាការអង្គុយមើលថ្ងៃលិចនៅជើងភ្នំនិងចែករំលែកក្តីសុបិនអំពីអនាគតប្រទេសជាតិផងដែរបុប្ផាស្រឡាញ់វីរៈណាស់ព្រោះគាត់ជាបុរសដែលមានបេះដូងធំធេងណាស់សម្រាប់ជាតិនិងសម្រាប់នាងផងដែរស្ថានភាពនៅតាមព្រំដែនក៏ចាប់ផ្ដើមតានតឹងសម្លេងកំភ្លើងចាប់ផ្ដើមលាន់ឮម្ដងម្កាលពីចម្ងាយយប់មួយវីរៈបានមកលាបុប្ផាទាំងយប់អធ្រាត្រព្រោះគាត់ត្រូវចេញប្រតិបត្តិការការពារបន្ទាន់នៅខ្សែទៀមជួមុខបុប្ផាបងមិនដឹងថាបេសកកម្មនេះយូរប៉ុណ្ណាទេប៉ុន្តែបងសន្យាថាបងនឹងត្រឡប់មកវិញសូមអូនថែរក្សាខ្លួនឯងនិងក្មេងៗឲ្យល្អណាស់វីរៈក៏បានដោះខ្សែកដែលមានបន្តោងរូបព្រះអង្គតូចមួយពីករបស់គាត់មកពាក់ឲ្យបុប្ផាពេលនោះដែររិទ្ធពលថានេះជាវត្ថុការពារខ្លួនរបស់បងឥឡូវបងផ្ញើនៅអូនសិនពេលដែលបងត្រឡប់មកវិញសូមអូនត្រូវពាក់វាឲ្យបងវិញណាទឹកភ្នែកបុប្ផាក៏ហូរស្រក់ចុះមកដល់មិនដឹងខ្លួននាងក៏បានអោបវីរៈយ៉ាងណែនហាក់ដូចជាខ្លាចបាត់បង់គាត់ជារហូតអញ្ចឹងមួយសប្តាហ៍ពីរសប្តាហ៍មួយខែក៏បានកន្លងផុតទៅគ្មានដំណឹងអ្វីសោះពីវីរៈបុប្ផានៅតែទៅបង្រៀនក្មេងៗដូចធម្មតាប៉ុន្តែក្នុងចិត្តនាងក្តៅរស់រាលដូចភ្លើងនាងតែងតែសម្លឹងទៅមើលផ្លូវលំដែលវីរៈធ្លាប់ជិះឡានមកប៉ុន្តែឃើញតែភាពស្ងាត់ស្ងប់ល្ងាចមួយខណៈដែលបុប្ផាកំពុងតកែសិភៅក្មេងៗពេលនោះមិត្តរួមអាវុធរបស់វីរៈម្នាក់បានដើរចូលមកក្នុងសាលាទាំងទឹកមុខស្រងល់ស្រងាត់និងកាន់មួករបស់វីរៈក្នុងដៃអ្នកគ្រូសម្លេងយុធានោះញ័រមេបញ្ជាការវីរៈគាត់គឺបានលះបង់ជីវិតហើយ គឺគាត់បានជន់មីនខណៈពេលដែលព្យាយាមចូលទៅសង្គ្រោះកូនទាហានដែល
បានរងរបួសក្នុងតំបន់ដែលសៀមកំពុងតែវិប្រហាខណៈពេលនោះពិភពលោកទាំងមូលហាក់ដូចជារលត់នៅចំពោះមុខបុប្ផាត្រចៀកនាងលេងលឺអ្វីទាំងអស់ក្រៅពីសំឡេងបេះដូងខ្លួនឯងដែលប្រេះបែកជាបំណែកពាក្យសន្យាថានឹងត្រឡប់មកវិញឥឡូវคล้ายជាពាក្យលាគ្មានថ្ងៃវិលវិញអញ្ចឹងពិធីបុណ្យសពក៏ត្រូវបានធ្វើឡើងយ៉ាងសាមញ្ញនៅជើងភ្នំបុប្ផាឈរនៅមុខភ្នោដែលមានដោតទង់ជាតិខ្មែរដោយដៃក្តាប់បន្តោងព្រះដែលវិរៈឲ្យយ៉ាងណែនបងវិរៈបងកុហកអូនបងថាឲ្យអូនពាក់ឲ្យបងវិញពេលមកដល់ចុះហេតុអីបងមកតែវិញ្ញាណបែបនេះទោះបីជាវិរៈចាក់ចេញទៅឲ្យក្តីប៉ុន្តែបុប្ផាមិនចាក់ចេញពីភូមិដែនដីនោះទេនាងនៅតែបន្តបង្រៀនក្មេងៗដែលជឿថាវិញ្ញាណរបស់វិរៈនៅតែវល់វល់ការពារទឹកដីនិងការពារនាងនៅទីនេះរៀងរាល់ថ្ងៃល្ងាចបុប្ផាតែងតែអង្គុយនៅកន្លែងដែលវិរៈធ្លាប់ជូនផ្កាអ័រគីដេសម្លឹងទៅជើងមេឃហើយខ្សឹបតិចៗថាជាតិក្រោយបើមានប៉ិតសូមឲ្យពួកយើងកុំជួបគ្នាត្រឹមតែនៅជាដែននៃក្តីនឹកបែបនេះតទៅទៀតអី